ថ្ងៃនេះចង់លើកឡើងអំពីចំណេះដឹងមួយទាក់ទងទៅនឹងអានរបៀបនៃការអានភាសាបាលីអ្នកខ្លះឆ្ងល់ថាតើភាសាបាលីគេអានគេបញ្ចេញសំនៀងយ៉ាងម៉េចទៅពីព្រោះភាសាបាលីនេះគឺគ្មានតួអក្សរទេដូចយើងធ្លាប់ដឹងអញ្ចឹងដូចជានៅក្នុងខ្មែរយើងតែងទៅឮថាអក្សរបាលីតែដល់ពេលយើងទៅមើលស្រាប់តាអាហ្នឹងអក្សរខ្មែរតាមិនហៅថាអក្សរបាលីចុះឯណាអក្សរបាលីពិតប្រាកដតើនៅឯណាតែធៀបពិតគឺភាសាបាលីគ្មានតួអក្សរទេវាគ្មានតួអក្សរទេដូចសំស្ក្រឹតអញ្ចឹងនិយាយថាសំស្ក្រឹតមានតួអក្សរទៅចោះអញ្ចឹងបើយើងធៀបថាអានេះអក្សរបាលីអានេះអក្សរសំស្ក្រឹតគឺខុសគ្នាអក្សរបាលីប្រើតួអក្សរខ្មែរបើសំស្ក្រឹតគេមានតួអក្សររបស់គេអញ្ចឹងទៅអញ្ចឹងបើអត់មានតួអក្សរផងតើគេអានវាយ៉ាងណានេះចំណុចមួយដែលចង់លើកឡើងគឺយើងអានតាមសំនៀងនៃភាសារៀងខ្លួននេះអត់មានតួអក្សរទេប៉ុន្តែយើងអានត្រូវអានតាមសំនៀងនៃភាសារៀងខ្លួនអញ្ចឹងមានន័យថាម៉េចមានន័យថាបើភាសាបាលីហ្នឹងវានៅក្នុងខ្មែរយើងអញ្ចឹងគេប្រើប្រាស់តួអក្សរខ្មែរសម្រាប់យកទៅកត់ត្រាសូរនៃភាសាបាលីហ្នឹងដល់ទៅពេលគេយកអក្សរខ្មែរយកទៅកត់ត្រាសូរនៃភាសាបាលីហ្នឹងអញ្ចឹងទៅគេអានសំនៀងនៃភាសាខ្មែរតាមសំនៀងនៃភាសាខ្មែររបស់យើងអញ្ចឹងទៅបើគេប្រើប្រាស់តួអក្សរសៀមសម្រាប់យកទៅកត់ត្រាសូរនៃភាសាបាលីអញ្ចឹងបាលីហ្នឹងគេអានសំនៀងចេញជាសៀមវិញហើយបើគេយកឡាវបើគេយកភូមាលង្កាឬក៏ឥណ្ឌាអីគឺអានតាមសំនៀងនៃភាសានឹងទៅឃើញលក្ខណៈពិសេសនៃភាសាបាលីគឺបែបហ្នឹងអញ្ចឹងបានជាធម៌របស់ព្រះអង្គជ្រើសរើសយកភាសាហ្នឹងដោយសារអីដោយសារគេអាចអានតាមជាតិសាសន៍នីមួយបានអានតាមសំនៀងនៃភាសានីមួយបាននេះចង់សម្ដៅន័យថាគឺអត់រើសអើងជាតិសាសន៍ណាទេជាតិសាសន៍ណាក៏អាចយកភាសាហ្នឹងទៅប្រើបានក៏អាចរៀនធម៌របស់ព្រះសម្មាសម្ពុទ្ធបានហើយអានទៅតាមសំនៀងនៃភាសាជាតិរបស់ខ្លួនអញ្ចឹងទៅអត់មានប្រកាន់ថាអូតលតាឥណ្ឌាបានរៀនបានអានឬក៏បញ្ចេញសំនៀងបានណាភាសានេះគឺអត់មានវណ្ណៈអត់មានប្រកាន់ទេតែយើងដឹងហើយគឺពុទ្ធសាសនាយើងអត់មានប្រកាន់រើសអើងវណ្ណៈអីដូចជាសង្ស្ក្រឹតនោះទេសង្ស្ក្រឹតទៅពួកព្រាហ្មណ៍ពួកអីបានរៀនបានព្រោះជាភាសាអាទិទេពណាតែបាលីគឺអត់ទេអាចអានបានទាំងអស់ហើយអានបានហ្នឹងគឺនាំចូលតែសំនៀងទេនាំចូលតែភាសាទេចាស់អក្សរគឺប្រើប្រាស់តួអក្សរនៃជាតិសាសន៍នីមួយសម្រាប់យកមកកត់ត្រាអញ្ចឹងដល់ពេលគេអានเราថាខ្មែរយើងនៅពេលដែលយើងអានយើងមើលទៅលើអីយើងមើលតួអក្សរខ្មែរបញ្ចេញសំនៀងមិនអញ្ចឹងបាលីក៏បញ្ចេញសំនៀងអញ្ចឹងដែរប៉ុន្តែវាមិនទាំងស្រុងទេស្រៈខ្លះក៏យើងអាចក៏អានអនុលោមទៅតាមបាលីអញ្ចឹងដែរដូចជាស្រៈអំអីចឹងទៅស្រៈអំនៅក្នុងបាលីគេអានថាស្រៈអាំងអញ្ចឹងគេអានថាស្រៈអាំងមិនមែនអានតាមខ្មែរទាំងស្រុលទាំងដុលឬក៏ទាំងស្រុងគ្រប់ស្រៈគ្រប់ចេញជាអ្នកនោះទេពីព្រោះបើយើងអានតាមខ្មែរ
ទាំងអស់ចឹងមិនបានគេហៅថាភាសាបាលីកើតចឹងណាអញ្ចឹងគ្រាន់តែចង់ពន្យល់សេចក្តីនៅត្រង់កន្លែងហ្នឹងអញ្ចឹងហើយបានជានៅក្នុងភាសាបាលីបើទោះបីជាវាស្ថិតនៅក្នុងខ្មែរក៏ដោយក៏មានរបៀបនៅក្នុងការអានដែរជាពិសេសគឺយកតួអក្សរខ្មែរហ្នឹងយកមកកត់ត្រាសូរតែម្ដងណាឥឡូវបាលីភាសាពាក្យនេះគេអានថាម៉េចណាពាក្យនេះគេអានថាម៉េចអញ្ចឹងគេយកតួអក្សរខ្មែរយកទៅកត់ត្រាសូរដូចជាលោកមុនលើកអំពីអក្សរពួកសេដ្ឋិលនិងធនិតអញ្ចឹងនៅក្នុងបាលីគេថាអក្សរសេដ្ឋិលហើយនិងអក្សរធនិតគឺកើតចេញមកអំពីសេដ្ឋិលទាំង10តួបូកផ្សំជាមួយនឹងអក្សរហអញ្ចឹងអានទៅវាស្ទឹងដូចជាខៈអញ្ចឹងដូចជាខៈនេះនៅក្នុងបាលីគឺយើងអានខៈអញ្ចឹងតែម្ដងចុះដល់ពេលដូចជាយើងអានតែសិក្ខាអញ្ចឹងយើងអានតែសិក្ខានឹងសំនៀងនៃភាសាបាលីគឺគេអានអញ្ចឹងតែម្ដងសិក្ខាចុះបើនៅក្នុងខ្មែរគេអត់ចេះអានទេអញ្ចឹងគេត្រូវប្រើប្រាស់តួអក្សរខ្មែរយកមកកត់ត្រាសូរសំនៀងនៃនៃពាក្យមួយហ្នឹងអញ្ចឹងគេប្រកបឲ្យយើងអានថាម៉េចសដាក់ស្រេនិងកហើយត្រេមួយទៅហើយអក្សរខដាក់ស្រអាណាគេអត់ប្រើកជើងហដាក់ស្រអាទេចុះដល់ពេលអ្នកអត់ចេះអានពាក្យហ្នឹងគេមកមើលពាក្យខ្មែរនេះគេប្រកបឲ្យអានទេអូអានតែសិក្ខាណាអញ្ចឹងអាពាក្យសិក្ខាហ្នឹងយើងអានតែសិក្ខាអញ្ចឹងដែរគេអត់មានមកអានមកសិក្ខាអីទេពីព្រោះអីអាសិក្ខាហ្នឹងខ្មែរអត់មានទេបើខ្មែរអត់មានផងរឿងអីដែលយើងយួររឿងអីដែលបាលីយើងអានសិក្ខាឬក៏គេចាហាសង្កហោតៈហាំមៀងកើតអានអត់កើតទេបើសិនជាអានបែបហ្នឹងចុះបើសិនជាគេសួរថាតើខ្មែរគេគាត់ត្រាសូរមិនទៅនៅតែប្រើតួអក្សរខ្មែរដែរដល់ពេលប្រើមកតួអក្សរខ្មែរដូចជាអក្សរធម្មមៀងអញ្ចឹងទៅគេសេធัวធម្មតាគេអត់មានមកសេតួជើងហួរឬក៏ជើងហអីដាក់មកទេអត់ទេអញ្ចឹងដោយសារចំណុចត្រង់ហ្នឹងលោកអត់តន់យល់លោកទៅជាយល់ថាកបូកហចេញទៅជាកុហអញ្ចឹងដោយសារមិនតន់យល់នៅក្នុងការភាសាបាលីដែលកត់ត្រានៅក្នុងខ្មែរយកតួអក្សរខ្មែរយកមកកត់ត្រាសូរចុះសៀមថៃអត់មានសំនៀងអញ្ចឹងទេអត់មានសំនៀងថាកាហាអីដែរគឺអត់មានទេដោយសារអីភាសាជាតិគេអត់មានផងចុះខ្មែរយើងមានអត់មានផងអត់ដែលមាននរណាគេនិយាយថាត្រីកុហចហវីអីចហវ័នអីគេអត់ដែលនិយាយអញ្ចឹងផងបើខ្មែរនិយាយអញ្ចឹងទៅបាលីមានអញ្ចឹងដែរតែខ្មែរអត់ដែលនិយាយអញ្ចឹងយើងត្រូវយល់នៅត្រង់ចំណុចមួយហ្នឹងឲ្យបានច្បាស់ហើយបើសិនជានៅក្នុងខ្មែរគឺអានតាមសំនៀងខ្មែរនេះដូចជាពាក្យភាសាអញ្ចឹងទៅពាក្យភាសាខ្មែរយើងអក្សរភោកាលណាតដាក់ស្រៈយើងមិនអានផាណាអានភាសដាក់ស្រៈយើងអានសាដែរអញ្ចឹងទៅចុះសៀមមានស្រអ៊ីអត់ពេលប្រកបផ្សំជាមួយនឹងអក្សរនេះអត់មានទេអញ្ចឹងភាសាគេអានថាផាសាអញ្ចឹងទៅយើងអានថាផាសាអញ្ចឹងតែម្ដងអាហ្នឹងបោះសៀមទេចឹងមិនយើងទៅថាគេខុសមិនកើតបើសំនៀងភាសាគេមានតែស្រអាអញ្ចឹងយើងទៅថាគេខុសយ៉ាងមិនកើតអញ្ចឹងអត់ទេនេះគឺជាលក្ខណៈពិសេសនៃភាសាបាលីដែលអាចវាដេកជ្រកកោននៅក្នុងភាសាជាតិសាសន៍ណាបានទាំងអស់ដែលចង់លើកឡើងពីការអាននៃភាសាបាលីនោះដោយសារអីដោយសារគ្រប់ជាតិសាសន៍នីមួយៗគឺអានសូរសំនៀងមិនដូចគ្នាទេប៉ុន្តែត្រូវតែអានជាភាសាបាលីដូចជាការបួសការសូត្រញត្តិឬក៏ធ្វើកម្មអីផ្សេងគឺត្រូវសូត្រជាភាសាបាលី
ហើយយើងគិតមើលសួរថាតើភាសាបាលីមែនទែនគេបញ្ចេញសំនៀងបែបណាតាមជាតិសាសន៍ណាមួយមិនត្រូវអត់ទេយើងអាចកំណត់បានថាតទៅអានតាមភូមាតទៅអានតាមឥណ្ឌាបានត្រូវសំនៀងនោះគឺអត់ទេបើនៅខ្មែរត្រូវអានតាមខ្មែរបើនៅថៃត្រូវអានតាមថៃបើនៅឡាវត្រូវអានតាមឡាវអត់មានថាយើងទៅរៀននៅដល់ឥណ្ឌាដល់លង្កាដល់ភូមាហើយដល់ពេលយើងត្រឡប់មកខ្មែរវិញយើងអានជាបាលីដែរប៉ុន្តែអានកាច់ជាសំនៀងភូមាហើយនាំគ្នាយល់ថានេះភាសាបាលីតតាអានចេះបានត្រូវតតាបញ្ចេញសំឡេងតាមភូមាចេះបានត្រូវអញ្ចឹងគឺយល់ខុសហើយគឺអត់ត្រឹមត្រូវទេបើអញ្ចឹងដែរសួរថាភាពជាខ្មែរនៅត្រង់កន្លែងណាបើយើងទៅប្រទេសគេយើងយកសំនៀងនៃភាសារបស់គេយកមកប្រើប្រាស់នៅក្នុងខ្មែរដូចជាយើងថាធម្មយុត្តទៅចាបើយើងគិតពីនៅក្នុងសំនៀងនៃភាសាខ្មែរគឺអត់ត្រូវទេសូមនិយាយអញ្ចឹងតែម្ដងគឺអត់ត្រូវព្រោះហ្នឹងមិនជាសំនៀងខ្មែរអញ្ចឹងការអានបាលីសំនៀងបែបហ្នឹងគឺអត់ត្រឹមត្រូវទេយ៉ាងនេះកុំឲ្យយល់ថាអូតទៅរៀននៅភូមាទៅរៀននៅលង្កាមកវិញសូត្របាលីអានបាលីអីអានតាមសំនៀងចេះបានត្រឹមត្រូវត្រង់ចំណុចនេះដោយសារធ្លាប់ឃើញដែរខ្មែរយើងមានដែរគេអានតាមសំនៀងនៃភូមាអីចឹងទៅគេកាច់សំឡេងសូត្រធ្វើយ៉ាងណាចុះភាពជាខ្មែរគឺបាត់បណ្ណាសូម្បីតែសម្ដេចព្រះសង្ឃរាជជួនណាតទ្រង់ចេះភាសាបាលីប៉ុន្តែអាចនិយាយជាសំនៀងភាសាថៃឡាវឥណ្ឌាលង្កាអីបានតែជាភាសាបាលីតែមួយទេព្រោះជំនាន់ហ្នឹងចេះភាសាបាលីសំស្ក្រឹតគឺចេះច្រើនមែនទែនណាអាចនិយាយអាចសន្ទនាគ្នាបានប៉ុន្តែបច្ចុប្បន្នយើងចេះតែអង់គ្លេសទៅគឺអាចនិយាយបានហើយតែជំនាន់ហ្នឹងគឺព្រះសង្ឃខ្មែរយើងគឺបាលីភាសាបាលីហ្នឹងតែម្ដងអញ្ចឹងពេលលោកជួបជាមួយនឹងព្រះសង្ឃជនជាតិថៃលោកនិយាយជាសំនៀងថៃទៅតែជាភាសាបាលីជួបភូមានិយាយជាសំនៀងភូមាតែជាភាសាបាលីគេលោកអាចចេះបានភាសាតែមួយប៉ុន្តែលោកអាចកាច់សំនៀងបានច្រើនណាតែខ្ញុំធ្លាប់ដឹងហើយសម្ដេចព្រះសង្ឃរាជជួនណាតចុះដល់ទៅពេលលោកសរសេរសិភៅដូចកចាយនូកចាយអីហ្នឹងចាំឲ្យលោកមិនដាក់សំនៀងមួយឲ្យច្បាស់មកលោកមិនហេតុអីបានក៏លោកមិនធ្វើអញ្ចឹងលោកថានេះភាសាបាលីតតែអានតាមសំនៀងនៃភាសានេះមួយទៅត្រឹមត្រូវបើអានតាមសំនៀងនៃភាសាផ្សេងគឺមិនត្រូវទេឥឡូវលើកឧទាហរណ៍មួយថាបាលីតតែអានតាមសំនៀងភូមាទៅត្រូវបើយកអានតាមថៃអត់ត្រូវបើយកអានតាមបែបខ្មែរអត់ត្រូវលោកអត់ដែលសេអញ្ចឹងផងលោកអត់ដែលប្រាប់អញ្ចឹងផងប៉ុន្តែយើងសម័យក្រោយហ្នឹងពេលដែលបានទៅរៀននៅប្រទេសក្រៅច្រើនគិតឃើញថាអានតាមចេះបានត្រូវដល់ពេលអញ្ចឹងគឺចប់បាត់ហើយណាទៅខ្មែររបស់យើងក្រែងខ្មែររបស់យើងមានតួអក្សរអញ្ចឹងបានចង់លើកឡើងថាខ្មែរគ្មានតួអក្សរទេគឺយកតួអក្សរនៃភាសាជាតិមួយយកមកកត់ត្រាសូដូចជាកៈរត់អក្សរអោតអក្សរយើងអានកៈរោតៈអញ្ចឹងសំនៀងខ្មែររបស់យើងតែម្ដងតែបើសំនៀងអីផ្សេងយើងអត់ដឹងទេតអ្នកធ្លាប់រៀនដូចថាថៃគេអានថាម៉េចគេអានថាកៈរោទីអញ្ចឹងថៃគេមានតែស្រអ៊ីងគេអត់មានស្រអែដូចខ្មែរយើងផងឥឡូវយើងកំណត់ថាតើពាក្យមួយណាត្រឹមត្រូវសំនៀងខ្មែរឬក៏សំនៀងថៃទៅត្រឹមត្រូវអញ្ចឹងអត់អាចបានទេបើនៅខ្មែរវាត្រូវតាមសំនៀងខ្មែរបើនៅថៃវាត្រូវតាមសំនៀងថៃយើងអាចទៅបដិសេធគេបានទេអានតាមចេះវាអត់ត្រូវទេចុះដល់ពេលការបួសការអីហ្នឹងបើយើងនៅក្នុងខ្មែរយើងយកសំនៀងនៃភាសាផ្សេងយកមកប្រើអាហ្នឹងក៏មានបញ្ហាដែរពីព្រោះកន្លែងខ្លះវាត្រូវនឹងប្រទេស
ចឹងបើថាលក្ខណៈពិសេសគឺប្រទេសណាគឺអានតាមសំនៀងប្រទេសហ្នឹងចូលឧទាហរណ៍ថានៅក្នុងខ្មែរយើងអង្គខ្លះគេអត់ទុកចិត្តទេអត់ទុកចិត្តទៅខ្លាចខ្មែរយើងបួសមិនត្រូវអានអក្សរអីអត់ត្រូវនោះទៅមុនពីលង្កាទៅមុនប្រសង់មកពីភូមិអីយំមកសូត្រញ៉ាត់អីបានត្រឹមត្រូវហើយដល់ពេលលោកមកលោកមិនចេះសូត្រសំនៀងខ្មែរណាលោកសូត្រតាមសំនៀងភូមិអាហ្នឹងក៏ជាបញ្ហាដែរណាបើនៅប្រទេសណាអានប្រទេសហ្នឹងទៅប៉ុន្តែលោកភូមិលោកមិនមកចេះខ្មែរយ៉ាងណាលង្កាអីលោកមិនមកចេះខ្មែរយ៉ាងណាអត់ទេបើនៅខ្មែរយើងសូត្រជាសំនៀងខ្មែរអញ្ចឹងទៅបើនៅថៃយើងសូត្រជាសំនៀងថៃអញ្ចឹងទៅនេះគឺលក្ខណៈពិសេសនៃភាសាបាលីដែលថាភាសាបាលីគ្មានតួអក្សរអញ្ចឹងដល់ពេលដែលអានតាមសំនៀងនៃភាសារៀងៗខ្លួនទៅអញ្ចឹងនាំចំណេះដឹងនៅត្រង់នេះអំពីរបៀបណានៃការអានភាសាបាលីចំណុចសំខាន់ចង់បញ្ជាក់ប្រាប់នៅចង់បញ្ចប់នេះថាកាលណាទៅយួរតួអក្សរនៃភាសាជាតិណាយួរទៅកត់ត្រាយួរទៅសរសេរគឺអានសំនៀងកាច់ទៅតាមភាសានោះហើយណាអត់មានអ្នកណាមួយហ៊ានអះអាងកំណត់ថានេះតើអានសំនៀងចេះទៅត្រឹមត្រូវគឺអត់មានអ្នកណាមកអះអាងចឹងទេសូម្បីតែអ្នកប្រាជ្ញខ្មែរយើងពីដើមក៏លោកមិនបានអះអាងដែរអញ្ចឹងប៉ុណ្ណឹងទៅចោះបើមានចម្ងល់អីទាក់ទងទៅនឹងការអានភាសាបាលីទៀតក៏អាចសាកសួរខមមិននៅខាងក្រោមវីដេអូហ្នឹងសាកសួរទៅ